នេះគឺជាសកម្មភាពខ្ញុំទៅទិញយ៉ាអូដែលកំពុងតែ viral ហើយល្បីហ្មងអ្នកនរគ្នាប៉ុន្តែខ្ញុំមកទិញនៅណាអត់ទៅណាចាទិញនៅណាអូយើងទៅសាក់ទៅជាម៉ោង40មកអូតោះយើងទៅហ្មងយ៉ាងចង់និយាយថាឥឡូវនេះខ្ញុំកំពុងតែនៅផ្សារជិបម៉ោង40ម៉ោងប៉ុន្តែចង់និយាយថានៅផ្សារនេះកំពុងតែមានការបញ្ចុះតម្លៃ70ទៅ50%ចំពោះ brand ទាំងអស់ដូចជា 1011 ដូចជា G2000 ហើយ361 Sport ប៉ុន្តែថ្ងៃនេះខ្ញុំមិនមកទិញរបស់ brand ទេខ្ញុំមកទិញយ៉ាអ៊ូតើឥឡូវយើងទៅទិញទាំងអស់គ្នាមកឡើយចូលយ៉ាអ៊ូទៅណាដល់trong máu nên mẹ đâu sẽ dậu nữa trời cái dậu nào kìa holy shit mà sao dậu rồi cho mày này không cho à điថ្ងៃនេះខ្ញុំនឹងមក review yogurt ខ្ញុំចង់ដឹងថាឆ្ងាញ់ឬក៏មិនឆ្ងាញ់ហើយតោះខ្ញុំដាក់ yogurt យើងមកហើយ yogurt ថ្ងៃនេះខ្ញុំមាន4ប្រភេទបាទហើយមាន yogurt មួយមានរសជាតិទឹកខ្មុំ yogurt រសជាតិដាក់កូរយ៉ាងសាបសាបណា Greek yogurt ចង់និយាយថា yogurt នេះគឺកន្លះគីឡូណាគ្នាណាកន្លះគីឡូបញ្ឆោតមែនតើហើយទាំងពីរនេះគឺជាផលិតផលខ្មែរហើយសម្រាប់ yogurt ពីរនេះទៀតគឺជារសជាតិប្លែកមែនតើមានរសជាតិកាហ្វេហើយរសជាតិ salted caramel ខ្ញុំទិញមកសាកទៅចង់ដឹងថាវាឆ្ងាញ់ឬក៏មិនឆ្ងាញ់តោះឥឡូវយើង start មុនគេទៅយើងឥឡូវយើងដើម្បីញ៉ាំយើងត្រូវមានអីទៅតោះសុំសុភរាមួយបានសុភរាមួយដល់គ្នាឥឡូវយើងសាកផលិតផលខ្មែរយើងសិនដល់គ្នាមានពីរនេះតោះខ្ញុំបើកមកអូខេដល់គ្នានេះគឺជា Greek yogurt ធ្វើឲ្យកូនខ្មែរមើលអូដល់គ្នាមើលអូនៅគ្នាសម្រាប់ណាគេដែលចង់សម្រក់គីឡូចង់ញ៉ាំរបៀបបែបរបៀបថា healthy ខ្លាំងខ្ញុំ recommend Greek yogurt នេះមែននៅគ្នាខ្ញុំពិតជា recommend Greek yogurt នេះមែនតើដោយសារដើមមួយ Greek yogurt នេះជាយ៉ាអ៊ូមួយដែលអាចជួយថែរាងអ្នកនរគ្នាអាចជួយធ្វើឲ្យខ្ញុំសុខភាពល្អវាញ៉ាំហើយឆ្ងាញ់ហ្នឹងគឺហើយដើមមួយទៀតវាមិនជិតស្គាល់ទេសម្រាប់យ៉ាអូនេះមួយដែរគឺមានចំនួនកន្លះគីឡូច្រើនមែនតើហើយសម្រាប់តម្លៃពិតជាធូរមែនតើគឺតម្លៃតែ10000ជាងអ្នកនរគ្នាហើយអ្នកនរគ្នាអាចរកឃើញបាននៅខាងជិតបង40ម៉លយ៉ាងនេះអ្នកនរគ្នាអាចទៅផ្សារទំនើបផ្សេងក៏បានដែរហ្នឹងហើយអ្នកនរគ្នាខ្ញុំរកមែនតើនេះគឺជា yogurt រសជាតិទឹកខ្មុំធ្វើដោយកូនខ្មែរអ្នកនរគ្នាអូតោះខ្ញុំបើកមកអូខេគាត់មានសុភ័ក្រឲ្យយើងទៀតតោះឥឡូវយើងបើកខាងក្នុងថាខាងក្នុងនេះគឺជាយ៉ាអូទី2អ្នកនរគ្នានេះគឺជាយ៉ាអូរសជាតិទឹកខ្មុំតោះខ្ញុំសាកនេះថើមិននំមកមានរសជាតិទឹកខ្មុំហ្នឹងយ៉ាអូរសជាតិទឹកខ្មុំហើយរសជាតិក្នុង fat គាត់ពិតជា very ត្រង់មែនតើ healthy មែនតើហើយដល់ពេលខ្ញុំគាត់ប្រាប់ណាមានស្ករមែនតើនេះគឺជាស្ករធម្មជាតិมันអាចធ្វើឲ្យយើងឡើងគីឡូទេវាជាស្ករមកពីទឹកខ្មុំហើយណាមួយទៀតវាថែរាងយើងដែរធ្វើឲ្យយើងមានសុខភាពល្អទៀតចង់ខ្ញុំ highly recommend យ៉ាអូរនេះមែនតើបងប្អូនជឿល្អទេឯងហើយធ្វើយើងមានសុខភាពល្អទៀតហើយម្យ៉ាងទៀតអាចធ្វើឲ្យយើងមានរាងស្អាតទៀតដែរហ្នឹងហើយតោះយើងសពីទៀតមានរសជាតិ salted caramel ហើយរសជាតិកាហ្វេហើយនេះគឺជារសជាតិកាហ្វេអូយតោះយើងសាកជាមួយគ្នាណាអស់គ្នាអូខេឥឡូវយើងមកសាកជាមួយគ្នានៅសាប្រេឲ្យយើងតោះយើងសាករសជាតិ salted caramel ហ្នឹងហើយរបៀបទាំងពីរនេះបើខ្ញុំមើលទៅ pick one ខ្ញុំ pick រសជាតិកាហ្វេ
រសជាតិកាហ្វេនេះមានកាហ្វេអ៊ីងខ្ពស់និងកាហ្វេអ៊ីងបន្តិចហើយពិតជា really highly recommended មែនតើសម្រាប់អ្នកអត់សូវចេះកាហ្វេញ៉ាំទៅគឺឆ្ងាញ់មែនតើវាមានជាតិផ្អែមល្មមឆ្ងាញ់សម្រាប់អ្នកអត់សូវចេះកាហ្វេ recommended មែនតើហើយណាមួយទៅ nutrition វាគឺល្អមែនតើហើយកុំភ័យដល់គ្នាសម្រាប់ថាអូវាមានជាតិកាហ្វេពេលញ៉ាំទៅធ្វើឲ្យយើងគេមិនលុបពេលយប់កុំភ័យដល់គ្នាអត់អីទេគឺឆ្ងាញ់ញ៉ាំហើយគឺមានផាសុកភាពល្អមែនតើហើយសម្រាប់រសជាតិ salted caramel នេះវាផ្អែមល្មមវាឆ្ងាញ់ធម្មតាឆ្ងាញ់យ៉ាងដែរវាផ្អែមល្មមសម្រាប់អ្នកចូលចិត្តផ្អែមចឹងហ្នឹងហើយខ្ញុំទៅទេមានតែប៉ុណ្្នឹងហើយដល់ទាំងពីរនេះគឺឆ្ងាញ់ម្យ៉ាងគ្នាហើយបើខ្ញុំរើសមួយនេះរសជាតិកាហ្វេវាឆ្ងាញ់ជាងគេអូខេដល់គ្នាយ៉ាអូទាំង4នេះខ្ញុំទាំងតែងពីសារទំនើបយ៉ាងនេះដល់គ្នាហើយមានរសជាតិ4ប្លែកគ្នាហើយបើខ្ញុំគាត់ថាឆ្ងាញ់សម្រាប់ចំណាប់អារម្មណ៍ខ្ញុំចិត្តមួយនេះហើយមួយនេះដោយសារអូខេណាមួយនេះវារសជាតិផ្អែមល្មមវាដិតមែនតើហើយ creamy ទៀតសម្រាប់ yogurt នេះញ៉ាំទៅមានអារម្មណ៍ថាវាថាចូលយើងញ៉ាំថែមទៀតហ្មងហើយហ្នឹងហើយឆ្ងាញ់មែនតើហើយវាមានរសជាតិទឹកឃ្មុំផ្អែមល្មមទៀតស្ករធម្មជាតិទៀតអត់មានស្ករធម្មតាហើយហ្នឹងហើយមួយទៀតយ៉ាមួយនេះរសជាតិកាហ្វេសម្រាប់រសជាតិកាហ្វេនេះក៏ខ្ញុំចូលចិត្តដែរមកហើយដោយសារវាមានរសជាតិកាហ្វេអ៊ីងវាផ្អែមល្មមដោយសារផ្អែមខ្លាំងហើយវាមានក្លិនកាហ្វេហ្នឹងទៀតពេលខ្ញុំញ៉ាំទៅមានអារម្មណ៍ថាខ្ញុំចង់ញ៉ាំទៀតណាដោយសារសម្រាប់អ្នកចូលចិត្តកាហ្វេគឺពិតជា perfect match ហ្មងតែនេះវាមានក្លិនមានអីពេលញ៉ាំទៅមានអារម្មណ៍មានក្លិនមកមាត់យើងចឹងហ្នឹងហើយឆ្ងាញ់តែហើយសម្រាប់ Greek yogurt នេះខ្ញុំអត់សូវជឿទេប៉ុន្តែវាធ្វើឲ្យយើងមានរាងល្អអូខេសម្រាប់ yogurt នេះដែរមានរសជាតិសាបហើយអ្នកសម្រាប់ចូលចិត្តសាបចូលចិត្តអីខ្ញុំ recommend មួយនេះមែនតើហើយហ្នឹងហើយសម្រាប់អ្នកចង់ថែរាងថែអីពិតជា highly recommended មែនតើវា healthy ចំណុច1គឺ healthy ទាំងអស់ហ្មងអ្នកគ្នាហើយសម្រាប់ salted caramel វាផ្អែមហើយហ្នឹងហើយវាផ្អែមល្មមដិតឆ្ងាញ់ហ្នឹងហើយខ្ញុំអត់សូវចិត្តទេប៉ុន្តែសម្រាប់អ្នកចូលចិត្តផ្អែមខ្លាំងអញ្ចឹងខ្ញុំ recommend អ្នកអស់នេះមែនតើពិតជាវាក្លិន caramel ទៅពេលញ៉ាំវាឆ្ងាញ់មែនតើហើយហ្នឹងហើយបើ ranking ខ្ញុំឲ្យមួយនេះលេខ1លេខ2លេខ3លេខ4អូខេអ្នកនរគ្នាបន្ទាប់ពីយើង review យ៉ាអូទាំង4ប្រភេទនេះហើយថាតើយើងអាចយកយ៉ាអូទាំង4នេះទៅធ្វើបានអ្វីទៀតតោះយើងជួបគ្នានៅវីដេអូក្រោយអ្នកនរគ្នា